សូមជួនរឿងសារកាកែវវងភាគទី3ខ្សែកម្មផ្ដាំចិត្តនៅក្នុងបន្ទប់ទទួលភ្ញៀវដែលមិត្តយើងបានធ្លាប់លួចស្ដាប់រួចមកហើយនៅក្នុងរាត្រីនេះធ្វើឲ្យសាលីភ្ញាក់ផ្អើលយ៉ាងខ្លាំងមេចោថ្មដាក្នុងសម្លៀកបំពាក់ខ្មៅក្រឹបរំមុខចិត្តឈរពីមុខកូនចៅពួកលោកទាំង5នាក់សុទ្ធតែមានកូនចៅច្រើនចុះហេតុអីក៏ផែនការរបស់យើងនៅតែស្ងាត់ដដែលបែបនេះបាទទៀនរូបរាងរូបថតដែលពួកយើងខំរកនោះគឺខំស្ទើរតែសោះខ្យល់ទៅហើយនៅតែមិនឃើញទៀតគួរឲ្យឆ្ងល់ដែរខ្ញុំជឿថាវាមិនដែលឆ្ងាយទេព្រោះផែនការដែលយើងចាប់បាននោះគឺគ្មានរូបកាយឈូកនោះទេទៀនក្រែងនាងបន្ទុំរត់នោះមានមុខមាត់ដូចមីបន្ទុំឬម៉ាក់ខ្ញុំថាម្ដាយនឹងកូននេះមានមុខមាត់ដូចគ្នាបែបហ្នឹងសម្ដីនេះធ្វើឲ្យស្រស់ស្រីសាលីនាងខឹងឡើងញ័រសាច់តែនាងខំទ្រាំឡើងបែកញើសដូចទឹកអ្នកមិត្តចាំដៃនាងជាប់មិនឲ្យកម្រាស់រូបថតរបស់លោកស្រីបន្ទុំមួយសន្លឹកធំធ្វើឲ្យគេទាំងពីរមើលយ៉ាងច្បាស់ជាងថ្ងៃទៅទៀតថ្មដាបន្លឺថែមទៀតពួកលោកត្រូវរកនារីណាដែលមានកែភ្នែកដោយរូបនេះវាគឺជាបញ្ជារបស់ម្ដាយខ្ញុំបានឃើញកែភ្នែកស្រីដែលលោកចាប់បានពីថ្ងៃមុននោះមានកែភ្នែកល្អដូចរូបនេះដែរមិនបានទេនាងជារបស់ខ្ញុំមិនអាចទៅរួចទេខ្ញុំអាចពិនិត្យដោយខ្លួនឯងបានពួកលោកគិតតែការងាររបស់ម៉ាក់ខ្ញុំដាក់ឲ្យទៅចុះនេះលុយមួយវ៉ាលីនេះយកទៅចែកគ្នាចាយចុះបាទអរគុណទៀនស្រាប់តែសម្រាប់មួយប្រាវក្បែរបង្អ៊ូចថ្មដាស្ទុះរត់យ៉ាងលឿនដូចភ្លេតបន្ទោះដេញចាប់វាឲ្យបានអ្នកមិត្តសាលីក៏កិច្ចយ៉ាងរហ័សណាស់ដែរនាងបន្លឺឡើងលោកឯងឆាប់ចូលកន្លែងទៅទុកឲ្យពូវាដេញតាមខ្ញុំវិញកុំឲ្យវាបែកការណាអ្នកមិត្តងក់ក្បាលជាសញ្ញាយល់ព្រមតាមនាងព្រឹកព្រលឹមឡើងសាលីចង់ចិញ្ចើមមកពីនាងស្រេចនាងងាកមកនិយាយជាមួយនឹងអ្នកមិត្តគូឲ្យបារម្ភអ្នកមិត្តក៏ស៊ូឡើងពូវាដកខ្លួនចេញពីបន្ទប់អស់ហើយមែនទេចាំបាច់ស៊ូមិនឃើញទេមកពីលោកឯងនឹងនាំសួយធ្វើឲ្យពូវាបំបែកពងអស់តែគ្មានស្គាល់អីទេលោកឯងនិងខ្ញុំគួរតែឈប់ស្គាល់គ្នាទៅវាប្រសើរជាងព្រោះអីទៅខ្លាចសង្សារនាងប្រច័ណ្ឌឬអាចថាអញ្ចឹងក៏បានដែរពីបាក់មែនបើមិនធ្លាប់ស្គាល់គ្នាទៅវាដូចជាស្រួលជាងតែធ្លាប់ឆ្លោះគ្នាជាមួយរាល់ថ្ងៃតែបែរជាមកហាមឃាត់ម្លឹងនាងជានារីម្នាក់ដែលធ្វើឲ្យខ្ញុំកាន់តែសង្ស័យហើយកុំពិនយកចិត្តទុកដាក់នឹងរឿងកំពេចកំពកពេកខ្ញុំបញ្ជូលលោកឯងឲ្យមកតាមដានទេចុះវាមានទៅទាស់ខុសអីតែតោងនាងធ្វើឲ្យឆាប់ចប់ទៅមិនបាញ់មកដាស់ទឿនខ្ញុំទេខ្ញុំកំពុងធ្វើបណ្ដាហើយខ្ញុំជឿថាមិនមែនល្ងងដល់ថ្នាក់មើលមនុស្សមិនស្គាល់នោះទេនិមិត្តនៅស្ងៀមបន្តិចទៅបន្តនាងគូតានិយាយរឿងថ្មដាននេះឲ្យខ្ញុំបានដឹងផងដើម្បីពួកយើងរួមកម្លាំងគ្នាដើម្បីភារកិច្ចនេះណានាងគូតែដឹងហើយតែខ្ញុំមិនចង់ប្រាប់ឲ្យអ្នកណាជួយទេនាងនិយាយខុសហើយការពិតមនុស្សម្នាក់តែងតែមានការទំនាក់ទំនងជាមួយគ្នាមិនថារឿងតូចឬក៏រឿងធំនោះទេតែនេះរឿងដល់ថ្នាក់នេះទៅហើយនាងនៅតែលាក់បាំងជាមួយនឹងខ្ញុំទៀតលោកកុំស៊ូច្រើនពេកបានទេចប់វិចារសាលីនាងកិច្ចបាត់ស្រមោលមួយរំពេចដោយទុកឲ្យនាងបណ្ដៃឈរដកដង្ហើមធំតែម្នាក់ឯងនៅក្នុងបន្ទប់របស់នាងសាលីលើកយករូបថតប៉ាម៉ាក់របស់នាងមកអោបជាប់នឹងដើមទ្រូងលោកប៉ាអ្នកម៉ាក់កូនយល់ហើយសត្រូវស៊ូពូជរបស់យើងវាជាចៅដ៏សាហាវបំផុតបណ្ដាញរបស់វាមានតែគ្រប់ទិសទីសូម្បីតែមីកញ្ចាស់នោះក៏វាចេញមុខមកម្ដងដែរកូនចង់ឃើញវាណាស់តើវានៅទីណាដែរទេកូនចង់ទៅធ្វើឲ្យតន់ចិត្តក្តារទេតែប៉ាម៉ាក់មិនឲ្យកូនបំពេញភារកិច្ចការនេះទេតោះតែកូនគ្រប់អាយុ18ឆ្នាំសិនតែវាតាមមករកកូនគ្រប់ទីកន្លែងវាចាប់ស្រីក្រមុំជាច្រើនទៅស៊ូចម្លើយកូនសូមសច្ចាថាបើទុំរត់មិនធ្វើឲ្យលោកទាំងពីរខ្វាយចិត្តទេនិមិត្តខ្ញុំមិនចង់ឲ្យអ្នកដឹងរឿងនេះទេព្រោះខ្ញុំជាមនុស្សគ្រោះថ្នាក់បំផុតពេលខ្ញុំដើរជាមួយប្រុសផ្សេងអ្នកតែងតែខឹងសម្ដីអាក្រក់ឲ្យខ្ញុំជានិច្ចចំណែកវិទ្យាគេទន់ភ្លន់រៀបសារណាស់ក៏ប៉ុន្តែហេតុអីក៏ដួងចិត្តរបស់ខ្ញុំដកចំទៅលើនិមិត្តខ្លាំងម្ល៉េះគឺគេជាអ្នកដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែកជាទីបំផុតនិមិត្តតែងស្កាត់ទៅរកសាលីជានិច្ចតែគេមិនដែលបានជួបប្រទះនឹងនាងសោះ
តែថ្ងៃនេះគេសម្រេចចិត្តទៅរកនាងនៅក្លឹបរបស់មីរ៉ាឲ្យតតែបានសំទោសអ្នកបងតើសាលីនាងមានមកទីនេះទេហាលោកមិនដឹងទេឬនាងវិលត្រឡប់ទៅស្រុកខ្មែរវិញហើយទេតាថាម៉េចនាងត្រឡប់ទៅស្រុកខ្មែរវិញសំទោសណាអ្នកបងតើអ្នកបងអាចនិយាយប្រាប់ខ្ញុំពីប្រវត្តិគ្រួសាររបស់នាងឲ្យខ្ញុំដឹងផងបានទេខ្ញុំមិនបានដឹងពីប្រវត្តិរបស់នាងទេខ្ញុំស្គាល់នាងតាំងពីអាយុ8ឆ្នាំមកម្លេះទៅតែឆ្នាំនេះទេដែលនាងមកកាន់ទីនេះម្ដងទៀតព្រោះកាលពី8ឆ្នាំមុននាងលាខ្ញុំទៅទាំងសោះក្រហមបំផុតអាកប្បកិរិយារបស់នាងពេលនោះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាច្រើននាងមិនមែនមានគ្រូតែខ្ញុំម្នាក់ប៉ុណ្ណោះទេគឺមាននៅចិនជប៉ុនស៊ីមក៏មានគ្រូនាងដែរកាលពីឪពុកនាងរស់នៅគាត់តែងយកនាងដើរតាមរហូតចេញជំនួយម្ដងនេះជាសម្ដីរបស់នាងបានប្រាប់ខ្ញុំអរគុណអ្នកបងណាខ្ញុំសូមលាសិនហើយចាអញ្ជើញពេលវេលាចេះតែកន្លងផុតទៅមុខជាធម្មតានៃសូរិយកទេសថ្មិចបាក់2ឆ្នាំបានកន្លងផុតទៅដូចជាមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះបាក់សៃដែកកំពុងចំកោងខ្លួនបន្ទាបកាយដាក់ខ្លួនចុះបន្តិចម្ដងមកលើពលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបងប្អូនញាតិមិត្តចិត្តឆ្ងាយរបស់អ្នកដំណើរឈរកកកុញរងចាំទទួលអ្នកដែលចុះពីលើយន្តហោះមកវិញក្នុងនោះក្រុមរូបស្រស់ពីរនាក់គឺសាលីនិងលេតាអោបការមួយបាច់ម្នាក់យ៉ាងស្អាតកំពុងសម្លឹងមើលមកអ្នកដំណើរដែលកំពុងតែដើរចេញមកនិមិត្តភ្ញាក់ព្រឺស្ទើរតែជ្រុះវ៉ាលីពីដៃព្រោះអីសាលីនៅចំពីមុខរបស់គេបែបសោះអង្គើយសាលីនាងងាកមកសម្លឹងដល់កសែភ្នែកចម្លែករួចបែកទៅរកមនុស្សម្នាក់ទាំងវេចាញញឹមញញែមសួស្ដីលោកសួស្ដីសាលីលេតាអ្នកនាងសុខសប្បាយជាទេចាស់សុខសប្បាយទេលោកតែការរៀនបើកបរយន្តហោះរបស់លោកបានទទួលលទ្ធផលល្អទេបាទល្អបំផុតវុទ្ធជាសម្លឹងមើលទៅសាលីរហូតដល់នាងអៀនលេងហ៊ានមើលមកគេវិញពេលនេះទៀតនិមិត្តរិទ្ធសានឈឺចុកចាប់អញ្ចឹងទេតាបានជា2ឆ្នាំនេះគ្មានបានដំណឹងអ្វីសោះកំរោះលើកវ៉ាលីមកកាន់រួចដើរទៅរកឪពុកម្ដាយរបស់អ្នកឯវុទ្ធជាវិញក៏តាមមើលទៅនិមិត្តដែរហេតុអីក៏សាលីមិននិយាយជាមួយគេមួយម៉ាត់ផងខ្ញុំមិនដែលចូលចិត្តនឹងចរិតប្រមាថប្រមូយបែបហ្នឹងទេជាពិសេសម្យ៉ាងទៀតគេចូលចិត្តរករឿងជាមួយខ្ញុំណាប្រហែលជាគេចំណែនហើយមើលទៅវាជាការធម្មតាទេលោកវុទ្ធជាប្រុសតែអញ្ចឹងមិនទាន់ទាំងដឹងអីផងចង់គៀបសង្កត់គេទៅហើយបានន័យថាគេធ្វើមិនល្អជាមួយអ្នកនាងឬអត់ទេគេនោះគ្មានទំនាក់ទំនងអីជាមួយនឹងខ្ញុំទេនិយាយអញ្ចឹងប៉ារបស់លោកមិនមកទទួលលោកទេឬគាត់ប្រហែលជារវល់ហើយសាលីខ្ញុំអរគុណណាស់ដែលអ្នកនាងទាំងពីរមកទទួលខ្ញុំថាមិនមកទេតែសាលីគេរំអុកពេកក៏មកបានជាគ្នាទៅណាលោកសាលីមូផ្លូវមកតិចអញ្ចឹងលេតាមិនរីករាយទេឬគ្មានទេគេទាំងពីរសាច់ព្រមគ្នារួចក៏បណ្ដាគ្នាតម្រង់ទៅរករថយន្តដែលនៅចតខាងក្រៅនៅក្នុងសួនច្បារខាងក្រៅផ្ទះវុទ្ធជានិងសាលីអង្គុយជជែកគ្នាពេលនេះពេលនោះហាក់មិនចេះចិនណាយម៉ាណវីបន្លឺឡើងលោកមកលេងផ្ទះខ្ញុំចឹងមិនខ្លាចម្ដាយលោកខាងទេឬម៉ាក់ខ្ញុំរវល់ណាស់គាត់មិននៅផ្ទះទេចុះប៉ារបស់លោកគាត់ក៏អត់នៅដែរនៅតែអ្នកបម្រើប៉ុណ្ណោះប្រសើរដែរតែតិចលោអ្នកបម្រើរបស់លោកតែនិយាយប្រាប់ម៉ាក់របស់លោកទៅគេមិនហ៊ានទេសាលីខ្ញុំចង់សួរអ្នកនាងរឿងមួយបានទេមានរឿងអីទៅលោកសួរមកចុះតែនិមិត្តមានការតាក់ទងអីជាមួយអ្នកនាងទេគ្មានទេពេលមុនមកម៉ាក់ខ្ញុំរាប់អានគ្រូសាគាត់ណាស់តែក្រោយមកខ្ញុំខ្លាយទៅជាក្មេងកំព្រាគេច្រានឲ្យតម្លៃខ្ញុំជាស្រីទុនខ្សោយនិងថោកទាបជាទីបំផុតម្ល៉េះហើយពេលដែលឃើញមុខគ្នាគឺចង់ទៅស៊ីសាច់គ្នារកទៅឆ្លោះគ្នាគេមានលក្ខណៈមួយគួរឲ្យចង់សាចគឺឆាប់ខឹងនិងឆាប់រសាយដែលពាក្យចាស់លោកពោលថាចិត្តភ្លើងចម្បាំងនោះឯងចុះខ្ញុំវិញសាលីយល់ឃើញយ៉ាងណាដែរទៅចំពោះលោកគឺគ្មានលក្ខណៈអ្វីដែលគួរឲ្យគាត់សម្គាល់នោះទេខ្ញុំរាប់អានលោកព្រោះលោកជាមនុស្សសុភាពស្លូតបូតទៀងត្រង់ហើយមានចរិតបរិសុទ្ធទៀតចុះឧបមាថាខ្ញុំជាមនុស្សអាក្រក់មិនទៀងត្រង់វិញវាមិនអាចចឹងទៅកើតទេព្រោះលោករៀនបានច្រើនណាស់ពិតជាមានការចេះពិចារណាបានច្រើនអរគុណណាស់ដែលសាលីឲ្យតម្លៃដល់រូបខ្ញុំខ្ពស់បែបនេះនៅរយៈពេល2ឆ្នាំទៀតផ្ទះរបស់ខ្ញុំមានកម្មវិធីជប់លៀងមួយយ៉ាងធំ
ដើម្បីទទួលលោកអ៊ំរបស់ខ្ញុំហើយខ្ញុំនឹងសូមអញ្ជើញសាលីទៅចូលរួមដែរតើសាលីយល់យ៉ាងណាដែរខ្ញុំយល់ព្រមទៅចោះតែអ្នកនាងមានរឿងអីឬខ្ញុំចេះតែបារម្ភរឿងមួយមានរឿងអីទៅអាចនិយាយប្រាប់ខ្ញុំផងបានទេក្រែងខ្ញុំអាចជួយអ្នកនាងបានណានាំតែរំខានលោកទេមិនរំខានទេខ្ញុំនឹងធានាជួយសាលីឲ្យអស់ពីចិត្តពីថ្លើមនិងពីសមត្ថភាពរបស់ខ្ញុំអ្នកនាងជឿខ្ញុំចោះសូមអ្នកនាងនិយាយទៅខ្ញុំពិបាកចិត្តណាស់ព្រោះមានមនុស្សម្នាក់ចិត្តទៅតាមដានរូបខ្ញុំគ្រប់ពេលវេលាតើវាជានរណាទៅគឺនិមិត្តមែនទេមិនមែនទេគេគ្មានតាកតងអីជាមួយនឹងខ្ញុំទេមនុស្សម្នាក់នោះគួរឲ្យខ្លាចណាស់គេឈ្មោះថាថ្មដាជាមេចៅព្រៃនោះអីថ្មដាចាខ្ញុំជឿថាលោកប្រហែលជាធ្លាប់ឮហើយមែនទេមែនតើអ្នកនាងចង់សម្លាប់វាឬមិនដល់ថ្នាក់នោះទេខ្ញុំនឹងការពារសាលីគ្រប់ចំហៀនថ្មដាពិតជាមិនហ៊ានធ្វើអីចំពោះសាលីឡើយលោកអាកម្លាំងឬថ្មដាគេប្រកែណាស់ណាពួកគេនៅជជែកគ្នាមួយសន្ទុះវិទ្យាក៏លាស្រស់ស្រីយើងទៅផ្ទះរបស់គេវិញមិនតាន់ទាំងទៅផុតបានប្រមាណផងស្រាប់តែលេចនាងដួងใจស្រីបំរើនៅក្នុងផ្ទះវិទ្យារំលាកខ្លួនចូលមកក្នុងផ្ទះសាលីយ៉ាងរហ័សហើយអោបសាលីពីក្រោយជាប់អង្គុយស្មឹងស្មាតអីទៀតហើយហាលេតាមិនមែនទេគឺដួងใจណាអូច្រឡំមាត់យ៉ាងម៉េចទៅហើយរឿងរបស់ពួកយើងនោះពីថ្ងៃទៀតអ៊ំរបស់គេបានមកដល់ហើយសភាពនៅក្នុងផ្ទះគួរឲ្យចាប់អារម្មណ៍ណាស់គ្នាឃើញប្រុសចេញចូលច្រើនណាស់តើនរណាជាអ្នកចេញចូលពួកគេគឺលោកវិទ្យានាងតូចងក់ក្បាលរួចញញឹមយ៉ាងស្រស់លេតាក៏បន្លឺទៀតឥឡូវនេះមានការចាត់ចែងដែលយាមសម្បំណាស់គ្នាជឿថាក្រុមគេនោះបែបមិនសូវស្រួលទេសាលីហូតយករូបថតមួយសន្លឹកមកឲ្យមិត្តមើលចាំមើលណាតើដូចរូបនេះទេពិតជាដូចណាស់កុំភ័យយាយពេកកញ្ចាស់នេះវាទុកចិត្តគ្នាណាគ្នាទៅវិញហើយណាអរគុណច្រើនហើយសម្លាញ់រាត្រីនេះនៅគេហដ្ឋានរបស់វិទ្យាមានរៀបចំពិធីជប់លៀងមួយយ៉ាងធំជាការស្វាគមន៍របស់លោកអ៊ំរបស់គេដែលធ្វើដំណើរត្រឡប់មកពីបរទេសវិញភ្ញៀវដែលចូលរួមសុទ្ធតែអ្នកមានកិត្តិយសខ្ពង់ខ្ពស់បានមកចូលរួមក្នុងរាត្រីនេះនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់វិទ្យានិងប៉ាម៉ាក់របស់គេព្រមជាមួយនឹងបរិសុទ្ធចំណាស់ម្នាក់អង្គុយនៅក្បែរវិទ្យាបរិសុទ្ធចំណាស់បន្លឺវាចាមកកាន់អ្នកកំឡោះយើងវិទ្យាឯងជាក្មេងឆ្លាតណាស់រៀនក៏ពូកែស្អីក៏ឯងចេះដែរអ៊ំគ្មានកូនទេមានតែឯងម្នាក់គត់បន្តិចទៀតអ៊ំបកុលមុខនីតិឲ្យឯងហើយត្រូវលៃយ៉ាងណាឲ្យសមជាកូនប្រុសតបស្នងប៉ានិងម៉ាក់ឯងណាបាទលោកអ៊ំតើឯងចង់បានប្រពន្ធហើយឬនៅបាទណែអ្នករកសម្លឹងទៅម្ដាយក្នុងការញញើតជំរាបអ៊ំឯងទៅកូនបាទណែខ្ញុំសំទោសណែចង់ដែរតើនារីម្នាក់ដែលឯងប្រាប់អ៊ំប្រហែលឆ្នាំនោះមែនទេបាទមែនហើយលោកអ៊ំលោកប្រុសងាកមកមើលលោកទាំងពីរព្រមទាំងនិយាយវីរ៉ានិងសូឡាឯងស្គាល់នាងហើយឬនៅទេលោកបងគេមិនដែលនិយាយប្រាប់ខ្ញុំទេតាមដែលសូឡានិយាយប្រាប់បងថាអូនវីរ៉ាឯងនេះកាចណាស់ល្មមធ្វើឲ្យវាទន់ភ្លន់ខ្លះទៅអូនណាយដើម្បីជាម្លប់ដល់កូនប្រុសផងណាកូននេះក៏មកពីតាពេកនឹងចូលចិត្តកាន់ជើងខុសដាណាលោកបងវាត្រូវហើយតែអូនគួរអធិស្ឋានឲ្យគ្នាផងទៅវត្តជាថ្ងៃនេះកូនមានអញ្ជើញនាងនោះមកដែរឬទេបាទខ្ញុំអញ្ជើញនាងមកដែរទេតាលោកអ៊ំល្អហើយអញឆាប់ចេញទៅទទួលភ្ញៀវចុះវត្តជាចេញផុតអ្នកស្រីវីរ៉ាសម្លក់ទៅលោកសូឡាជាស្វាមីមិនដាក់ផ្នែកសោះហើយស្រែកទៅឲ្យលោកយ៉ាងខ្លាំងមិនឆាប់ចេញភ្លាមទៅលោកសូឡាដែលត្រូវជាស្វាមីនោះអោនក្បាលដើរចេញទៅបាត់អ្នកស្រីវីរ៉ាបោះស្បែកមុខមួយជាន់ចេញភ្លាមคล้ายទៅជាស្ត្រីម្នាក់ផ្សេងទៀតដែលមានទម្រង់មុខដូចស្រីសៀមបែបបាត់អ្នកស្រីដើរមកក្បែរលោកភ័យរ៉ាន់បងមិនត្រូវផ្អែមដាក់វាពេកទេវាត្រូវដាក់ធរក្តៅឲ្យណាណៃទៅកិច្ចការដែលខ្ញុំដាក់ឲ្យវាសុទ្ធតែបរាជ័យរោគទុកចិត្តមិនបានសោះវត្តជាស្អីគេនេះក្មេងវាអញ្ចឹងហើយអូនត្រូវទុកចិត្តខ្លះទៅព្រោះវាមិនធ្លាប់ទេណាអូនកសាងវាបានប៉ុណ្ណេះហៅថាមហាប្រសើរហើយតើបងឯងទុកវាប្រើរហូតឬចោះតាមាននរណាដែលដឹងរឿងទាំងនេះសូម្បីតាសូឡាក៏វាមិនបានដឹងរឿងនេះដែរ
តែទោះជាយ៉ាងណាក៏វាមិនហ៊ានប្រព្រឹត្តអំពើណាដែលមិនល្អមកលើយើងដែរព្រោះយើងជាអ្នកចិញ្ចឹមវាមើលយូរទៅរឹកវាមិនខុសពីក្រុមគ្រួសាររបស់វាឡើយខ្ញុំខ្លាចតែចិញ្ចឹមវាបំបងបាយទេស្គួតបើមានតែអូនឯងហើយនឹងបងតើមាននរណាទៀតដែលដឹងរឿងនេះតើយើងទៅក្រៅអូនឯងឆាប់ជូតមុខជូតមាត់ភ្លាមទៅចុះបើវិជាវាស៊ូរោគខ្ញុំនោះកុំឆោតពេកទុកឲ្យបងជាអ្នកដោះស្រាយបែរមកមើលវិជាវិញគេឈោចាំយ៉ាងក្រហាយក្រហល់រងចាំផ្លូវសាលីតានរៈភ្ញាក់ព្រឺតនៅពេលដែលឃើញលោកអ៊ំរបស់គេដើរយ៉ាងប្រកៀកគ្នាតាមតុភ្ញៀវជាមួយស្រីម្នាក់ដែលមិនធ្លាប់ឃើញសោះអ្នកកំឡោះដើរមកស៊ូប៉ារបស់គេភ្លាមលោកប៉ាម៉ាក់ទៅណាហើយបានជាមិនឃើញលោកប្រុសងាកមកនិយាយជាមួយកូនទាំងទឹកមុខស្មៅចេះម៉ាក់ឯងចេញទៅក្រៅបានហើយកូនចុះនរណាគេដើរជាមួយលោកអ៊ំនឹងណាលោកប៉ាគឺជាមិត្តចាស់របស់អ៊ំឯងនឹងណាមិនក៏គាត់មិនដែលណែនាំខ្ញុំឲ្យស្គាល់ផងទៅណាគេទៅតែនឹងមកដល់ណាកូនអូវុទ្ធជារេផ្នែកទៅមាត់ទ្វារនោះនារីដែលគេកំពុងរងចាំក៏បានឈានជើងមកដល់សាលីរាត្រីនេះនាងធ្វើឲ្យភ្ញៀវដកកចំហមាត់មើលមកនាងគ្រប់គ្នារោបពណ៌ទឹកសមុទ្រឆ្នៃពីកំណាត់សរោទុនល្មើយក៏ស្រួចក្របត្រឹមខាងក្រោយវាលដល់អាវត្រណប់ថែមទាំងភ្ជាប់ការកុលាបខ្មៅមួយទងផងភ្ជាប់ទៅលើស្មាទាំងសងខាងគឺជាស្បែកមួយផ្ទាំងធំដែលធ្លាក់មកដល់គេបង់កក្រមានៅចង្កេះគឺជាខ្សែក្រវ៉ាត់ខ្មៅធន់ទំនើបជាទីបំផុតតែឆែកដល់ជង្គង់បង្ហាញតែចុងស្បែកជើងបន្តិចតែប៉ុណ្ណោះស្រស់ស្រីធ្វើម៉ូតសក់លើកឡើងលើទាំងអស់បញ្ចេញសាច់ស្រអែមស្រស់មាត់ខៃគូឲ្យចង់គួយគួនមិនចេះឆ្អែតឡើយសាលីអាណាលេតានាងតូចមិនទាន់ឆ្លើយទេស្រីហុយផ្កាទៅឲ្យវុទ្ធជាទាំងរលាស់វិចាចាស់នាងឲ្យខ្ញុំសុំទោសលោកផងថ្ងៃហ្នឹងនាងរវល់ពេករោគដកខ្លួនមិនរួចសោះឯណាប៉ាម៉ាក់របស់លោកម៉ាក់របស់ខ្ញុំគាត់មិនស្រួលខ្លួនសោះគាត់ឈឺ2ថ្ងៃទៅហើយនាងឲ្យខ្ញុំសុំទោសផងទៅចុះនោះគឺប៉ារបស់ខ្ញុំស្រស់ស្រីនាងដើរតម្រង់ទៅរកលោកសូឡាជំរាបសួរលោកអ៊ំបាទអរគុណក្មួយស្រីវិទ្យាកូននាំនាងទៅរកតុអង្គុយផងទៅកូនហើយណែនាំឲ្យស្គាល់អ៊ំរបស់កូនផងបាទលោកប៉ាលោកសុភ័យនិងលោកស្រីវីរ៉ាដែលយើងស្គាល់ថាជាលោកអ៊ំរបស់វិទ្យានោះខំសម្លឹងមើលមកមាណវីយើងដែលកំពុងតែនាំដើរចូលមករកគាត់វិទ្យាហាក់ភ្ញាក់ព្រឺតទៅលើលោកស្រីតែគេខំរក្សាទឹកបុកនៅនឹងដដែលលោកអ៊ំនេះគឺសាលីមិត្តរបស់ខ្ញុំជំរាបសួរលោកអ៊ំបាទអរគុណនាងតូចអង្គុយចុះមកនាងលោកសុភ័យលើកដៃអង្អើលក្បាលវីរ៉ាដែលនិយាយមកកាន់វិទ្យានេះគឺជាអ្នកស្រីសម័យមិត្តរបស់អ៊ំជំរាបសួរអ្នកមីងចាលើកដៃថ្វាយព្រះសាលីក៏លើកដៃគោរពអ្នកស្រីដែរវិទ្យារឹតតែភ្ញាក់ទៅលើម្រាមដៃរបស់លោកស្រីទៅទៀតរូបសម្រស់របស់សាលីយប់នេះមិនត្រឹមតែធ្វើឲ្យភ្ញៀវទាំងអស់មានការចាប់អារម្មណ៍ទេសូម្បីតែលោកសុភ័យពេលនេះក៏រកនឹកនិយាយអីមិនឃើញផងស្រីតូចនាងមិនសូវស្ដីទេតែបបោមហន់ទាំងកែភ្នែកបានចោលពន្លឺយ៉ាងស្រទន់សម្លឹងទៅរកលោកសុភ័យនិងវិទ្យានាំនាងទៅសប្បាយនឹងគេចោវិទ្យាបាទអរគុណលោកអ៊ំម៉ាណវីលំអនកាយលីជន់ទៅពីចេញទៅសុភ័យកេះលោកសូឡាបូនមាត់ទៅលើស្រីស្រស់យើងជូនពេលដែលនាងដួងใจលើកភេសជ្ជៈមកដល់ដែរគាត់វិចារមួយឲ្យគេប្រយ័ត្នបន្តិចទៅសាឡាអញមើលទៅកែផ្នែករបស់ក្មេងស្រីនោះវាដូចជាមានអាចកំបាំងអ្វីមួយយ៉ាងជាមិនខានព្រោះវិទ្យាវាមិនបានចាប់អារម្មណ៍ទៅលើល្បិចរបស់មីល្អិតនោះទេអ្នកស្រីវីរ៉ាតាមសម្លឹងមើលសាលីមិនដាក់ភ្នែករួចហើយអោនខ្សឹបដាក់ជាលោកសុភ័យដែលយើងស្ដាប់បានថាគេចង់ជជែកគ្នាពីអ្វីទេមួយសន្ទុះឃើញលោកសុភ័យងក់ក្បាលខកខោះរួចនាំគ្នាដើរចេញទៅក្រៅបាត់សកម្មភាពទាំងនេះមិនរំលងពីផ្នែករបស់សាលីនិងដួងใจឡើយនាងទាំងពីរមិចផ្នែកដាក់គ្នាជាសញ្ញារួចហើយបន្តការសប្បាយជាបន្តទៅទៀតនៅក្នុងបរិយាកាសដ៏សែនរីករាយនេះវិទ្យាគេសប្បាយចិត្តណាស់ពេលដែលបានទទួលមុខជាមួយនឹងសាលីតែអ្នកមានកូនចិត្តហាក់ដូចជាកំពុងគិតទៅលើរឿងអ្វីផ្សេងទៀតទៅវិញសាលីបន្លឺវិចារមួយទៅកាន់អ្នកកំឡោះយើងខ្ញុំចង់ស្គាល់ម៉ាក់របស់លោកណាមិនគូណាមានពេលរវល់ធំម្លឹងបែរជាគាត់ត្រូវមានជំងឺទៅវិញតែលោកអាចនាំខ្ញុំទៅសួរសុខទុក្ខគាត់ផងបានទេ
សំទោសណាសាលីពេលដែលគាត់ឈឺម្ដងគាត់មិនដែលឲ្យអ្នកណាចេញចូលនាំរំខានដល់គាត់ទេចាំពេលក្រោយចុះណាអូភ្លេងគេលេងហើយតើសាលីអាចរាំជាមួយនឹងខ្ញុំមួយបទបានទេចាស់យល់ព្រមពិធីរាំរែកចេះតែបន្តទៅមុខរហូតដល់ពាក់កណ្ដាលអាត្រៀតវិទ្យាចេះតែសូមអនុញ្ញាតពីសាលីរាំចង្វាក់ស្លូហើយដោយយល់ថាគេជាបរិមម្នាក់ដែលគួរទុកចិត្តបាននាងតូចក៏សម្រេចចិត្តថានឹងរាំស្របពេលជាមួយគ្នានោះដែរអ្នកដែលរាំក្បែរនាងគឺជាលោកសុផាយនិងមិត្តនារីរបស់គាត់ដែលរាំអោបគ្នាយ៉ាងស្អិតកែភ្នែករបស់វិទ្យាតែងតែលូតផ្ដោតទៅលើអ្នកស្រីតែភ្នែករបស់ជនទាំងពីរក៏តាមសម្លឹងមើលទៅសាលីដែរជួនកាលវិទ្យាភ្លេចដកដង្ហើមទៅតែបានពាក់កណ្ដាលបត់ភ្លើងក៏រលត់ភ្លឹមវិទ្យាស្រវាអោបនាងជាប់តែស្រស់ស្រីយើងនាងបម្រាស់ចេញទៅស្វ័យប្រវត្តិភាពចលាចលនិងការស្រែកហូខ្លាំងបានកើតមានឡើងនៅរយៈស្រែកហៅរោគមានវីយើងទាំងឆ្លេឆ្លាសាលីភ្លើងក៏ឆេះវិញទាន់ចិត្តវិទ្យារៀបភ្នែកមើលសពទិសទីតែមិនឃើញសមោស្រីសោះអ្នកបារម្ភនៅក្នុងចិត្តរោគស្មានមិនត្រូវងាកទៅប៉ះនឹងដួងใจនាងមានឃើញសាលីទេដួងใจចាប់ដៃវិទ្យាជាប់ស៊ូយ៉ាងញាប់តើនាងទៅណាលោកនាងប្រហែលជាខឹងនឹងខ្ញុំហើយជាប់វិចារសឹងបន្ទាន់នរៈយើងក៏ផ្លោះរបងចូលទៅក្នុងផ្ទះនាងជាបន្ទាន់តែស្ងាត់ជីបសាលីខ្ញុំសុំទោសណាលោកមករកអ្នកណាហ្នឹងសំលេងដូចជាលោកម្ចាស់ថ្មដែរនាងកែវនាងកងគឺជាយើងមែនណាឯងមានឃើញម្ចាស់ស្រីឯងមកទីនេះទេអត់មានទេលោកម្ចាស់ប្រហែលជាម្ចាស់ស្រីមានគ្រោះអ្វីហើយមើលទៅឆាប់ទៅរកតាមគាត់លឿនឡើងទៅលោកម្ចាស់វិទ្យាហាក់ដូចជាយល់ការមួយរំពេចគេរត់ទៅជួបជាមួយនឹងម្ដាយរបស់គេដែលនៅចិត្តបង្កាយម៉ាក់សូមម៉ាក់និយាយមកមើលតើសាលីមានការអីតាក់ទងជាមួយនឹងយើងដែរទៅអញមិនដឹងទេទៅស៊ូអ៊ំរបស់ឯងទៅនរៈយើងក៏ងាកទៅរកលោកសុផាយតែលោកបែរជានិយាយមកកាន់អ្នកកំឡោះយើងវិញថាវិទ្យាឯងកុំបារម្ភពេកក្មួយបើសិនណាមិត្តស្រីរបស់ឯងមិនមែនជាមនុស្សស្រីដែលអ៊ំខំស្វែងរកនោះទេអ៊ំនឹងរៀបការឲ្យក្មួយភ្លាមមិនទុកដល់ស្អែកទាន់ទេតែនាងមិនមែនជាមនុស្សដែលអ៊ំត្រូវការនោះទេខ្ញុំអាចដឹងពីចរិតរបស់នាងច្បាស់ណាស់សូមលោកអ៊ំកុំធ្វើបាបនាងអីវិទ្យាលោកសុផាយដំឡើងទឹកមុខចាងមាំគួរឲ្យកោតខ្លាចទៅតបទៅវិញយើងជឿថាបើនាងសាលីនោះវាជាមេបតុមវិញក៏ឯងមិនហ៊ានធ្វើអីវាដែរអញមិនទុកចិត្តឯងទេព្រោះឯងនេះនៅមានចិត្តទន់ណាស់វាមិនសមនឹងឈ្មោះថ្មដារបស់ឯងនោះទេវិទ្យាភ្ញាក់ព្រឹកលោកអ៊ំហេតុអីក៏លោកអ៊ំដឹងរឿងរ៉ាវរបស់ខ្ញុំនេះខ្ញុំមិនជឿថាម៉ាក់ជាអ្នកបរិយាយប្រាប់លោកអ៊ំនោះទេលោកសុផាយសាចឡើងខ្ទោសវិទ្យាឯងគួរតែដឹងហើយថាជាង20ឆ្នាំមកនេះកិច្ចការអ្វីក៏ដោយគឺយើងជាអ្នកបញ្ជាឲ្យម៉ាក់របស់ឯងជាអ្នកចាត់ចែងទាំងអស់មិនមែនម៉ាក់ឯងហ៊ានសម្រេចដោយខ្លួនឯងនោះទេលោកអ៊ំស្ដាប់យើងណាវិទ្យាឯងធ្លាប់តាំងខ្លួនជាថ្មដាដើរចាប់ស្រីយកមកពិនិត្យមើលដើម្បីរកវត្ថុសំខាន់នោះទាំងនេះគឺយើងជាអ្នកបញ្ជាឯងនៅពីក្រោយចុះទៅពេលនេះគ្រាន់តែស្រីម្នាក់នេះមិនក៏ឯងដូចជាឆ្លក់នឹងវាម្លេះវិទ្យាធ្វើមុខសងូតអ្នកមិនដឹងថាពេលនេះដល់ដំណាក់កាលយ៉ាងនេះសោះនរៈលើកដៃសំពះអង្វរជន់កំណាចទាំងនិយាយលោកអ៊ំខ្ញុំសូមលោកអ៊ំកុំធ្វើបាបនាងអីពេលនេះលោកអ៊ំឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរខ្ញុំធ្វើបានទាំងអស់ល្អណាស់វិទ្យាអ៊ំនឹងឃុំនាងទុកនៅទីនេះពេលណាដែលលួចយកកងដៃដាំពេជ្រមួយគូនៅក្នុងសារមន្ទីរនោះបានហើយអ៊ំនឹងដោះលែងនាងភ្លាមលោកអ៊ំលោកសុផៃនិងលោកស្រីវីរ៉ាចេញទៅបាត់ទុកឲ្យវិទ្យាគេនៅឆ្លេឆ្លាម្នាក់ឯងបញ្ហាកងដៃវាជារឿងងាយបំផុតសម្រាប់រូបគេតែបញ្ហាសំខាន់គឺសាលីយើងក៏លេចមកពើនាងតូចវិញម្ដងនៅក្នុងគុកដងងងឹតសូនតែភាពត្រជាក់បានជាចំហាយស្ទើរទ្រាំពុំបានស្រស់ស្រីនាងសែនត្រជាក់ណាស់ឡើងស្លេកអស់ទៅហើយក៏ប៉ុន្តែចិត្តក្លាហានមួយបានបង្គាប់ស្រីឲ្យនាងហក់លោតចុះឡើងតាមក្បាច់គុណដើម្បីបន្ថយភាពត្រជាក់បានមួយកម្រិតកំពុងតែហក់ចុះហក់ឡើងភ្លើងក៏ឆេះរន្ទាលពេញបន្ទប់ជាមួយនឹងសម្រែកដូចរាជសីលាន់ឡើងគ្រាន់បើមិនស្រីតូចនាងនៅឈាមរាវណាស់កុំអាចចង់ស្លាប់អីរឿងអីដែលនាងហ៊ានខ្លែងមុខមកបន្លំភ្នែកយើងជាមនុស្សចាស់យ៉ាងនេះ
ហាបន្ទុំរត់យើងមិនបាច់មើលការឈូសសម្គាល់ក៏យើងអាចដឹងតាមរយៈស្នេហ៍គុណរបស់នាងបានដែរចំជាលៀបរបស់យើងមែនដើររកអស់មកប្រទេសឈើងាប់បែបនេះម៉ាណវីសម្លឹងមើលទៅមុខខ្លាកញ្ចាស់មិនព្រិចភ្នែកឡើយកុំគ្រាន់បើពេកអាកញ្ចាស់តាំងសិលឯងគឺជាខ្លាកំណែតដ៏សាហាវបំផុតតាមបំផ្លាញគ្រួសាររបស់យើងហើយនៅតាមជាបាតរូបយើងទៀតតើឯងស្មានថាអាចធ្វើជាអធិរាជនៅលើលោកនេះបានដែរឬទេកុំសង្ឃឹមឲ្យសោះមុននឹងយើងឈានជើងមកដល់ទីនេះយើងបានដាក់កិច្ចសន្យាជាមួយនឹងមច្ចរិករួចទៅហើយតើការដែលរស់នៅជាជីវិតក្មេងកំព្រានោះវាមានអីគួរអស្ចារ្យទៅតែសូមឯងកុំភ្លេចថានៅក្បែរខ្លួនរបស់ឯងគឺមានស្រមោលយុទ្ធធរជានិច្ចចាំឲ្យច្បាស់ទៅតិចថាងាប់ទៅខានបានស៊ីទ្រព្យរបស់គេយើមានក្មេងពៀលមិនស្គាល់មកខ្លាតិចថាអញត្របាក់មិនស្គាល់ក៏មកវើយបើក្រាន់បានណាមិនក៏មិនចេញមុខមកចាំបាច់នៅស្រែកក្តែងក្តែងដូចឆ្កែក្រៅរបងធ្វើអីមីល្អិតបន្តិចទៀតនេះនាងឯងគង់តែបានភ្លក់នៅរសជាតិដ៏ផ្អែមទេចំវិចារសឹងតែមិនទាន់ផងស្រាប់តែផ្សែងហុយទ្រុបពេញបន្ទំធ្វើឲ្យស្រស់ស្រីនាងឆ្លក់ទន់ខ្លួនបន្តិចម្ដងរហូតដល់ស្ងាត់មកឈឹងទ្វារបន្ទប់ប្របាក់ឡើងជនពីរនាក់ចូលមកចាប់អូសនាងយកទៅចងឆ្កាងនៅខាងក្រៅបន្ទប់ក្បែរនោះរួចហើយវាលើកទឹកជះមកលើនាងឈូទើបសាលីភ្ញាក់ដឹងខ្លួនដល់នៅពីមុខនាងគឺជាស្រីកញ្ចាស់ដែលនាងធ្លាប់ជួបនៅអាមេរិកមែនហើយនាងនោះគឺជាម្ដាយរបស់វិជាតែម្ដងគិតទៅវាពិតជាសាហាវមែនបើគប់កូនប្រុសរបស់វាឲ្យចេះដើរល្បិចបានល្អណាស់នាងនឹកស្ដាយក្រោយដែលមិនគូដើរចូលក្នុងមាត់ខ្លាទាំងមិនបានសងសឹកផងសោះលោកស្រីវីរ៉ាស្រែកសម្លុតមកនាងយ៉ាងម៉េចមានក្រមុំជើងល្អធ្លាប់ស្គាល់អញហើយឬនៅម៉ាណាវីស្ដោះទឹកមាត់ឆ្វើយតោមទៅវិញទាំងមុខញញឹមស្គាល់ពិតជាស្គាល់ច្បាស់ណាស់មិនត្រឹមតែស្គាល់ទេគឺដឹងអស់ពវៀនបត់ចន្ទះរបស់លោកជេកញ្ចាស់ឯងទៅទៀតខ្លាញីកញ្ចាស់ក្តៅមុខឆេវជាសម្ដីទៅនាងវិញយ៉ាងលឿនមីក្មេងចិត្តគាត់ទៅហើយនៅក្រាន់បាទៀតមីហងឯងពិតជាបានឡើងឋានស៊ូទាំងឈើចកាងហើយមីចង្រៃមានអីមីកញ្ចាស់ចិត្តចូលរំដៅមិនខំធ្វើបន់ទេគិតតែពីដើរសាងបាបកម្មឈ្នានេះចំណែនគេមិនចេះឈប់ឈរយ៉ាងម៉េចទៅហើយសម្រាប់ឪពុកម្ដាយយើងហើយចង់មកផ្ដាច់ពូជនេះទៀតមែនទេល្អណាស់បើយើងស្លាប់ទៅដង្ហើមរបស់យើងក៏វារលត់ទៅដែរចង់អាណាយកទៅស្ងោទៅអាំងឯណាស្រេចតែក្បាលចិត្តកញ្ចាស់ឯងទៅចុះវាមានអីដែលគួរឲ្យខ្លាចទៅអ្នកស្រីវីរ៉ាធ្លាប់តែចិត្តខ្លាំងកាយសាហាវជាងគេដល់មកត្រូវសម្ដីរបស់ម៉ាណាវីយើងមានអីក្នុងចិត្តក្តៅឆេវមួយរំពេចគាត់លើកខ្សែតៃវត្តមិនប្រណីទៅលើរាងកាយដ៏សលូនរបស់ស្រស់ស្រីលន់ខ្វាប់នាងតូចខាំមាត់មិនធ្ងោមួយម៉ាត់ឡើយវាស្ទុះទៅច្បាមមុខស្រីបោចស្បែកមុខមួយជាន់យ៉ាងស្ដាងចេញមកលេចណារង្វង់ភ័ក្រដ៏សែនស្អាតពីធម្មជាតិរកទឹមគ្មាននាងពិតជាស្អាតមែនមិនមែនជាសាលីឬក៏សារិការបស់យើងនោះទេនាងពិតជាបន្ទុំរត់មែនអ្នកស្រីវីរ៉ាឈរសម្លឹងមើលនាងឡើងភាំងពិតជាវាមែនដូចម៉ែវាបេះបាត់តែម្ដងហើយពេលដែលអញឃើញនាងឯងកាលណាវាធ្វើឲ្យអញរឹតតែក្តៅឡើងថែមទៀតអត់ពីម៉ែវាទៅរឿងអីមកដល់អាវុធជាវាងប់ជាមួយនឹងនាងឯងទៀតនេះបានចំជាពូអាមនុស្សប្រុសសុកចិត្តងាប់ដោយសារតែមីស្រីថោកទាបឯងនេះយ៉ាងម៉េចស្រួលដែរទេមីស្វាព្រៃបើយាយកញ្ចាស់ឯងចង់ដឹងស្រួលឬពិបាកឲ្យយើងសាកលោមើលទៅកុំរហ័នចង់ងាប់ពេកវើយអញនឹងចិញ្ច្រាំសាច់នាងឯងឲ្យខ្ទេចបន្តិចម្ដងរហូតคล้ายទៅជាមនុស្សពិការលេងដឹងអ្វីទាំងអស់ថោកទាបមែនថោកជាងសត្វដេរិឆានទៅទៀតណោះរូបរាងមិនស្អាតមកចំណែនគេហើយតាមជាបាតគេព្រោះតែប្រុសមិនស្រឡាញ់គិតទៅបើសិនជារូបយើងវិញសុកចិត្តមួយទឹកចានដែកឲ្យងាប់ជាយូរមកហើយមីចង្រៃហ៊ានថាយើងផងបើគុំតែពេលដែលពូវេចេញទៅផុតអស់សាលីឬបតុមរតនាងនៅយំតិចតែម្នាក់ឯងដោយការឈឺចិត្តជាខ្លាំងនេះជាលើកទី1ហើយដែលនាងបានឆ្លងកាត់នៅក្នុងឆាកជីវិតរបៀបនេះទ្វារបន្ទប់ប្របាក់ឡើងម្ដងទៀតលោកសុភ័យដើរចូលមកទាំងមុខញញឹមយ៉ាងកំណាចពុទ្ធអើយតើនរណាធ្វើឲ្យស្រីតូចឯងចេញជាមពេញខ្លួនយ៉ាងនេះអញ្ចឹងតាមមាននរណាក្រៅពីឆ្កែរបស់លោកឯងនោះអូឆ្កែរបស់ខ្ញុំឬបើសិនជានាងតូចឯងមានសម្ដីផ្អែមល្ហែមជាងនេះប្រហែលជាឆ្កែរបស់ខ្ញុំវាមិនកាចដល់ម្លឹងទេ
នាងបន្ទុំរត់នាងដូចជាបន្ទុំម្ដាយរបស់នាងណាពេលដែលឃើញរូបនាងធ្វើឲ្យយើងនឹកឃើញដល់ម្ដាយរបស់នាងតូចមួយរំពេចកុំមកបន្ទោសយើងណាការពិតនាងមករកសម្លាប់ដោយខ្លួនឯងទេចឹងនេះក៏មកតែពីអាចចំគួតឯងដែរនាងស្គាល់យើងច្បាស់ឬបន្ទុំរត់ច្រមុះកំហើទៅជាកំប៉ោងដូចឯងនេះមិនអាចបន្លំផ្នែកយើងបានទេផាយរ៉ាត់ដូចជាជាទឹកកណ្ដាលមុខខ្លាចចាស់ក្តៅចិត្តណាស់វាស្ទុះមកចាប់ទាញកត្រាអាវទ្រនប់ដៀងចេញសដនយ៉ាងច្បាស់កឡែតកុំភ័យអីនាងតូចបន្តិចទៀតនេះគឺយើងនឹងស៊ីនាងឲ្យខ្ទេចចាំតែមើលទៅផាយរ៉ាត់ដែលប្រមុនជាលោកសុភ័យសម្លឹងមកមើលផែនទ្រូងរបស់នាងតូចទាំងលេបទឹកមាត់គឺរួចដើរចូលមកលើកដៃបំរុងនិងច្របាច់ដោះរបស់ស្រីស្រស់ទៅហើយស្រាប់តែលោកអ៊ំផាយរ៉ាត់ងាកផាំងសម្លក់ថ្មវត្តជានរណាអនុញ្ញាតឲ្យឯងចូលមកក្នុងទីនេះគឺខ្ញុំមកដល់ខ្លួនឯងទេមកនិយាយតែកែភ្នែករបស់គេសម្លឹងទៅរកមានវីយើងយ៉ាងស្រទន់នាងតូចស្ដោះទឹកមាត់ឆ្វើយធ្វើមិនដឹងទាំងបែរមុខកិច្ចចេញឯងប្រុងប្រឆាំងនឹងអញឬវត្តជាមិនមែនទេលោកអ៊ំនៅក្នុងយប់នេះខ្ញុំនឹងបំពេញបំណងជូនលោកអ៊ំដើម្បីសម្រេចផែនការនេះតែខ្ញុំសូមការអនុញ្ញាតពីលោកអ៊ំសូមមេត្តាដោះលែងសាលីទៅវិញចុះខ្ញុំស្រឡាញ់នាងណាស់បើឃើញនាងនៅក្នុងសភាពបែបនេះខ្ញុំធ្វើការក៏មិនកើតដែរអាកូនចំគួតតែឯងដឹងថាវាជាគ្រោះថ្នាក់ដល់យើងទេមីស្រីនេះវាមានពើពុលណាស់ឯងមិនត្រូវងប់ងល់និងទុកចិត្តវាពេកទេចូលចាំឲ្យច្បាស់ណាវត្តជាមានវីសាយទាំងប្រុសជាមកលើនរៈយើងពិតជាត្រូវណាស់បើទុំរត់ឬសារកាកែវងនេះវាចិត្តខ្មៅហើយដាច់អាឡ័យជាទីបំផុតខ្ញុំមិនបានប្រើពាក្យលោកឯងឲ្យមកជួយធានាជីវិតរបស់ខ្ញុំទេឆាប់ថយចេញទៅអាឈាមសត្រូវអាឈាមខ្មៅឯងនេះអាក្រក់ណាស់យើងមិនបានស្រឡាញ់អាមនុស្សថោកទាបដូចជាឯងនេះទេវត្តជាបើទុំរត់អូនបងសុំអង្វរបងពិតជាស្រឡាញ់អូនណាស់អូនឈប់រំលឹករឿងពីអតីតកាលទៅបងធានាលើជីវិតអូនទាំងស្រុងសូមអូនកុំបារម្ភណាអូនតោះវត្តជាទៅវិញអ៊ំនឹងធ្វើតាមឯងអរគុណលោកអ៊ំណាតែគូស្រែនាងឲ្យសម្រាកដោយស្រួលទៅចាំបន្តិចទៀតសិនទៅនាងកំពុងតែខឹងខ្លាំងណាស់វត្តជាដោះអាវពីខ្លួនទៅបាំងពីមុខឲ្យស្រីនាងប្រឹងបិទភ្នែកទាំងអៀនខ្មាស់លាយទៅដោយការឈឺចាប់វិចារទៅរកវត្តជាថយចេញទៅកុំមកឲ្យយើងឃើញមុខទៀតចេញទៅវត្តជាឯងច្បាស់ជាចាញ់សម្បត្តិងាប់ដូចពៀដែលឯងបានស្បត់ជាមិនខានទេអាវត្តជាគ្មានចម្លើយតបទៅនាងវិញទេគេនាំគ្នាចេញទៅក្រៅអស់គ្មាននៅសល់ម្នាក់នៅក្នុងបន្ទប់ផាយរ៉ាត់កំពុងតែនិយាយអប់រំវត្តជាសាជាថ្មីហេតុអីក៏ឯងអន់ខ្លាំងម្លេះវត្តជាឯងស្មានថាអ៊ំជាចាស់ភ្លើមិនដឹងអីសោះឬតែឯងធ្វើជាចារៈបរោះមិននឹងកើតទៅបើឃើញសត្រូវសុំចុះចាញ់មុនទៅហើយនោះគ្រូសាវាអាក្រក់ណាស់តាមជាបាតគ្រូសាយើងអត់ឈប់ជីតាជីដូនឯងស្លាប់ដោយសារស្នាដៃម៉ែវាទាំងអស់ហើយវាបានទាំងលួចយកផែនទីកំណប់ជីតាឯងទៅបាត់ទៀតតើឯងនៅតែល្អជាមួយវាដល់ណាទៀតទៅស្រីដូចជាវានេះគឺជាជើងអ្នកលេងមិនមែនជើងអន់ទេណាក្មួយឪពុកម្ដាយខំចិញ្ចឹមផ្ដល់ទាំងចំណេះដឹងសពគ្រប់យ៉ាងចង់បានកូនស្នងត្រកូលតើពេលនេះឯងចង់ឲ្យម្ដាយនិងអ៊ំស្លាប់ណាស់មែនទេលោកអ៊ំក្មួយយល់ហើយតែក្មួយបានលួចស្រឡាញ់នាងជាសត្រូវរបស់ឯងដោយមិនដឹងខ្លួនតែពេលនេះឲ្យក្មួយកាត់ចិត្តមិននឹងបានភ្លាមទៅកាត់តែក្មួយសន្យាថាខំតាំងចិត្តឲ្យស្ងប់បន្តិចសិនណាលោកអ៊ំល្អណាស់ក្មួយសម្លាញ់គឺមានតែឯងនេះហើយដែលជាអ្នកស្នងត្រកូលរបស់យើងណាឆាប់ទៅរៀបចំផែនការភ្លាមទៅបាទសូមលោកអ៊ំទុកចិត្តលើក្មួយចុះអ្នកទាំងពីរជជែកគ្នាតទៅយប់បន្តិចទៅគេបំបីគ្នាទៅកាន់បន្ទប់រៀងខ្លួនវិញដោយវិជាពំនាំនៅបញ្ហាមួយសែនចំពោះទៅជាមួយផងកងដៃនេករីនៅក្នុងសារមន្ទីរថ្ងៃនេះមានការយាមកាមកកិតកក្រែងណាស់ព្រោះរយៈពេលប្រហែលថ្ងៃនេះសភាពការមិនសូវស្រួលសោះលោកអធិការនិមិត្តដែលទៅនឹងត្រឡប់មកពីសហរដ្ឋអាមេរិកវិញកំពុងបញ្ជាដល់ក្រុមមានសមត្ថកិច្ចទាំងអស់ឲ្យជួយការពារយ៉ាងតឹងរ៉ឹងជាទីបំផុតបញ្ហាពិសេសគឺការពារទ្រព្យសម្បត្តិជាតិឲ្យបានគង់វង្សនៅរបស់ដែលមាននៅក្នុងសារមន្ទីរនេះព្រោះតាមដំណឹងពីលេតានាងបានរាយការណ៍មកដល់ក្រុមរបស់ពួកគេនៅមិត្តពេលនេះអារម្មណ៍របស់អ្នកបានបែកខ្ចែកអស់ទៅហើយណាមួយបានដំណឹងសូត្រឈឹងពីសាលី
ណាមួយបញ្ហាមានក្រុមចៅកំពុងតែសម្រុកលុកលុយចូលមកក្នុងសារមន្ទីរដើម្បីលួចយកវត្ថុបុរាណទៀតថ្ងៃនេះគេបានបិទប្រកាសមិនឲ្យភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ចូលមកទស្សនានៅក្នុងសារមន្ទីរទីព្រោះគេមានការយាមកាមយ៉ាងតឹងរ៉ឹងជាទីបំផុតរឿងអាឡូបាទអញ្ជើញមកពីខាងណាដែរបាទអាឡូជំរាបសួរបាទខ្ញុំគឺសេះសអាឡូទទួលបានសេះសតើមានសភាពការនៅខាងនោះមានប្រតិកម្មយ៉ាងណាហើយបាទមិនមានបញ្ហាអីជាធំដុំទេនៅក្នុងផ្ទះមានសភាពជាធម្មតាប៉ុន្តែខ្ញុំកំពុងតែមានការសង្ស័យមួយចំនួននិយាយអញ្ចឹងសូមលោកប្រយ័ត្នខ្លួនផងព្រោះវិទ្យានិងថ្មដាគឺជាមនុស្សតែមួយទេបាទនិមិត្តឡើងបែកយើចូលគេឆ្លើយទៅវិញចុះបើវិទ្យានិងថ្មដាជាមនុស្សតែមួយមែនតើសាលីនាងនឹងទៅជាយ៉ាងណាទៅរឿងនេះខ្ញុំមិនបានដឹងដែរបាទសូមលាសិនហើយបើមានការអ្វីប្លែកទៀតខ្ញុំនឹងផ្ដល់ព័ត៌មានមកជូនលោកជាមិនខានបាទអរគុណមួយយប់ទល់ភ្លឺទៅហើយសភាពការនៅក្នុងសារមន្ទីរដូចជាគ្មានអ្វីប្លែកសោះគេទាំងអស់គ្នាហាក់ដូចជារីករាយណាស់នឹងជ័យជំនះទាំងនេះព្រឹកព្រលឹមឡើងរថយន្ត Mercedes មួយគ្រឿងពណ៌ខ្មៅបានលូនចូលមកដល់ក្នុងសារមន្ទីរទាំងព្រឹកតែម្ដងលោករដ្ឋមន្ត្រីវិចិត្រដែលចូលមកពិនិត្យមើលគ្រប់ទីកន្លែងទាំងអស់ដោយមានកងការពារពីរនាក់អមពីក្រោយផងតើមានសភាពការផ្លែកដែរឬទេលោកនិមិត្តលោកអធិការនិមិត្តតបទៅវិញទាំងអោនគ្រប់បាទគ្មានទេទៀតគួរឲ្យទុកចិត្តមែនកូនចៅលោកពិតជាគោរពពេលវេលាបានល្អត្រឹមត្រូវណាស់ជាពិសេសគឺលោកតែម្ដងសំទោសដៃជគុណខ្ញុំបាទមានរឿងមួយសំខាន់ចង់ពិភាក្សាជាមួយនឹងលោកបន្តិចបាទមានការអីសំខាន់ណាស់ទៅឬខ្ញុំដូចជាបញ្ញាប់ផងមិនយូរទេទៀតខ្ញុំចង់ឲ្យលោកយកកងដៃនេះទៅទុកសិនដើម្បីបន្លំផ្នែកចោលខ្ញុំជឿថាពេលណាមួយវាគង់តែមកដល់ទីនេះទេលោករដ្ឋមន្ត្រីញញឹមស្រាលអញ្ចឹងក៏បានដែរពូលោកត្រូវតែយាមការពារដដែលនៅទីនេះវាងាយស្រួលក្នុងការក្រញិចពូវាណាពេលដែលរបស់មកដល់ដៃហើយលោករដ្ឋមន្ត្រីបញ្ញាប់វិលរថយន្តទៅវិញជាបន្ទាន់ដោយមិនមានឲ្យនរណាម្នាក់សង្ស័យបានឡើយព្រោះតែរថយន្តរបស់លោករដ្ឋមន្ត្រីចេញផុតមិនតាន់ទាំងបានប្រមាណផងស្រាប់តែមានឡានស្ពតពណ៌ក្រហមមួយធុនទំនើបដេញតាមពីក្រោយជាបន្ទាន់ដែរម្ចាស់ឡានសើចខឹកតែម្នាក់ឯងស្រោមមុខលោករដ្ឋមន្ត្រីត្រូវបានបោចចេញពុទ្ធោអើយគឺជាវិទ្យាទេតាកូនចាស់របស់គេទាំងពីរនាក់ក៏សើចលឺដែរអស្ចារ្យមែនសមត្ថភាពរបស់លោកម្ចាស់ចំជាគ្មាននរណាដូចមែនមួយចានទឹកមួយចានគោកទេខ្មៅអើយឯងមើលណែខាងក្រោយយើងគឺជាឡានរបស់ពួកគេកំពុងតែដេញតាមហើយឯងទុកឲ្យខ្ញុំបើកម្ដងជើងអ្នកតាមនេះមិនអន់ទេតាមមើលវាពិតជាចង់ដឹងទីតាំងរបស់យើងហើយបានវាជារៀងអល់ឯកយ៉ាងនេះមិនព្រមមកតាន់យើងសោះវិទ្យាបញ្ជារថយន្តដូចព្យុះការស្រទាប់មហាជនដែលកំពុងធ្វើដំណើរតាមផ្លូវឲ្យមានផ្កាយភ័យខ្លាចជាខ្លាំងរថយន្តរបស់គេបត់ទៅតាមថ្នល់ជាតិលេខ4រួចបត់ទៅខាងជើងផ្សារពោធិ៍ចិនតុងហើយក៏ឡើងមកតាមផ្លូវដដែលវិញដោយកាត់តាមវាលវងយន្តហោះបត់ត្រឡប់មកភ្នំពេញវិញចំណែករថយន្តស្ពណ៌ពណ៌ក្រហមក៏ដេញតាមលឿនណាស់ដែរតែក៏នៅតែចាញ់ល្បិចចោលដដែលពេលដែលមកដល់ពេលលោកសង្ឃស្រាប់តែបាត់ទាំងឡានខ្មៅទាំងឡានក្រហមនិមិត្តឈរយ៉ាងច្រាស់ច្រាលរងចាំស្ដាប់ព័ត៌មានពីលេតាស្រាប់តែមួយសន្ទុះនាងក៏មកដល់ដែរយ៉ាងម៉េចទៅហើយលេតាយាយចាស់នោះបែបសង្ស័យមកលើខ្ញុំហើយតែដែលខ្ញុំបានដឹងខ្លួនមុនក៏បញ្ញាប់កិច្ចមកទីនេះតែម្ដងហើយពេលនេះពូវាបានចេញពីផ្ទះនោះអស់ទៅហើយតែខ្ញុំបានដឹងច្បាស់ណាស់វានៅមានភូមិគ្រឹះមួយទៀតនៅចំការដូងទីនោះខ្ញុំធ្លាប់ទៅម្ដងដែរតែមិនដឹងមួយណាទេនិយាយអញ្ចឹងយើងគូតែគិតពីសាលីផងព្រោះនាងកំពុងតែមានគ្រោះថ្នាក់ខ្លាំងណាស់ឮពាក្យនេះកាលណានិមិត្តទម្លាក់ទឹកមុខមួយរំពេញគេឡើងរថយន្តបញ្ជាចេញទៅយ៉ាងលឿនដោយមិនគិតពីគ្រោះថ្នាក់អ្វីសោះឡើយអាឡូរាជសីអាឡូនរណាហ្នឹងខ្ញុំគឺសេកមាសអូគឺលោកទេឬមានការអីដែរបាទលោកឆាប់ចាត់វិធានការបង្គាប់កូនចៅព័ទ្ធជុំវិញផ្ទះដែលលោកសង្ស័យនោះភ្លាមទៅបាទទៀនសូមទទួលបញ្ជាបាទគូឲ្យសរសើរស្នាដៃលោកមែនដែលចំណាយនុយតូចស្ទូចបានត្រីធំរាជសីនិមិត្តសាច់ស្រារួចបន្តចំណែកលោកក៏មិនអន់ដែរខ្ញុំជឿថាបេសកកម្មចាប់ចោលខ្ញុំនឹង
មិនទាន់បញ្ចប់ឃ្លាស្រួលបួលផងតេឡេហ្វូនក៏ត្រូវផ្ដាច់ភ្លាមនៅក្នុងបន្ទប់សម្ងាត់នៃភូមិគ្រឹះមួយដែលសង់ដាច់តែឯងនៅម្ដុំចំការដូងផាយារ៉ាត់និងវីរ៉ាកំពុងតែលេងល្បែងកាប់ការនៅលើពូកដ៏ទន់ល្មើយដែលមើលទៅគួរឲ្យស្រាបស្រាលឡើងស្រីវឆ្អឹងខ្នងជនចំណាស់ទាំងពីរនេះពិតជាមនុស្សសម្បូរទៅដោយតណ្ហាក្រាស់មែនល្បិចប្រយុទ្ធរបស់គេគឺមិនចាញ់ឈ្នះគ្នាប្រមាណឡើយសំឡេងដង្ហក់ស្ទើរតែដាច់ខ្យល់ក៏ដោយក៏គេនៅតែទៅដល់ខ្យល់តទៅដល់ទីបញ្ចប់សន្ធឹកគួរទ្វារលន់ឡើងទើបគេនាំគ្នាក្រោកឈររោគសម្លីបំពះស្លៀកពាក់ហើយស្រែកតបទៅវិញនៅណាហ្នឹងបានគឺខ្ញុំវិទ្យាណាម៉ាអ្នកស្រីពេបមាត់ដាក់ផាយារ៉ាត់នៅក្នុងន័យសញ្ញោដាក់ទៅឲ្យគេព្រមទាំងដើរមកបើកទ្វារអ្នកស្រីទាញទ្វារតិចរួចអើតទៅក្រៅមើលឆ្វេងស្ដាំមានអ្នកណាដឹងថាឯងចូលមកទីនេះទេអត់ទេម៉ាផាយារ៉ាត់លូកមាត់មកម្ដងចូលមកក្មួយបានលោកអ៊ំតែពូប៉ូលីសតាមខ្ញុំសម្បំណាស់ហើយដើម្បីគេចមុខពីពូវាខ្ញុំបានយកវាទៅលាក់ទុកនៅក្នុងល្បាក់ច្រាំងមាត់ទន្លេដែលជាកន្លែងអ្នកម៉ាក់ធ្លាប់ឲ្យខ្ញុំទុករបស់នេះជារូបថតកង់នោះសូមអញ្ជើញមើលទៅវិទ្យាហុចរូបថតដែលពង្រីកយ៉ាងធំពីទ្រង់ទ្រីកងដៃនេះហើយនឹងកន្លែងសម្រាប់ទុកផាយារ៉ាត់ញញឹមស្រស់ស្រាយអ្នកស្រីសើចលួងចិត្តឯងពិតជាកូនម៉ាក់មែនច្រើនសារមកហើយដែលកូនតែងតែទទួលជោគជ័យតាមកូនស្មានកងដៃនេះបែបមិនមែនជារបស់សំខាន់ត្រឹមតែគ្រាប់ត្បូងប៉ុណ្ណឹងទេប្រហែលជាមានអីលើសពីនឹងទៅទៀតមែនទេលោកអ៊ំឯងឆ្លាតណាស់ទៅថ្ងៃអនាគតឯងពិតជាខ្លាយទៅជាមហាសេដ្ឋីលើសកលលោកនេះជាមិនខានព្រោះហេតុអីទៅលោកអ៊ំណាស់ហើយកុំអាចចង់ដឹងអីលោកអ៊ំតែគិតដោះលែងសាលីពេលនេះបានហើយឬនៅលោកអ៊ំលោកស្រីវេរ៉ាឆ្លើយកាត់យ៉ាងរហ័សមិនបានទេហាមិនអញ្ចឹងណែម៉ាបើសិនជាដោះលែងវាទៅគឺដូចជាសម្រាប់ម៉ាក់អញ្ចឹងណាកូនម៉ាក់មិនអាចដោះលែងវាបានទេតើនាងមានខុសអីដែរទៅម៉ាកូនពិតជាស្រឡាញ់នាងមែនណាម៉ាសូមម៉ាក់មេត្តាកូនផងមិនបានចេះដាច់ខាតបើសិនជាកូនមិនស្ដាប់ម៉ាក់ទេម៉ាក់ពិតជាស្លាប់នៅចំពោះមុខកូនហើយវាសាហាវណាស់វាតាមព្យាបាទគ្រូសាយើងគ្រប់ចំហៀនថ្ងៃណាមួយវានឹងសម្លាប់ឯងជាមិនខានតែខ្ញុំបាននិយាយជាមួយនាងរួចហើយណាម៉ាបើនាងនៅតែចង់សម្លាប់ម៉ាក់និងលោកអ៊ំទៀតខ្ញុំហ៊ានធានាយកជីវិតទៅបដូរឲ្យនាងសម្លាប់ខ្ញុំចុះដើម្បីលៀងគំនុំចាឲ្យអស់ណាម៉ាវិទ្យាលោកស្រីវេរ៉ាស្រែកអស់ទំហឹងទាំងហុចកំភ្លើងទៅឲ្យនារៈយើងឯងមិនបាច់ផ្កើនអញទេឯងសម្លាប់អញឲ្យហើយទៅអាកូនបំបងបាយអញខំចិញ្ចឹមឲ្យរៀនសូត្រចេះដឹងតែគ្មានគំនិតស្រឡាញ់ឪពុកម្ដាយទេបើជាស្រឡាញ់សត្រូវចាំអីទៀតបាញ់អញមកម៉ាស់កូនវត្តជាក្មួយឯងត្រូវតាំងចិត្តឲ្យសមជាកូនប្រុសឡើងមិនត្រូវទន់ជាយទេខ្វះអីនារីដែលមានរូបស្អាតនោះពេលដែលធ្វើការងារនេះចំកាលណាអ៊ំឲ្យឯងដើររើសប្រពន្ធនៅលើលោកនេះតាមចិត្តរបស់ឯងទៅចុះម៉ាស់អភ័យទោសឲ្យកូនផងចុះលោកអ៊ំវត្តជាលុតជង្គង់អោបជើងម្ដាយអ្នកស្រីឯក្បាលកូនថ្នមងើបឡើងកូនម៉ាក់យកចិត្តកូនហើយតែកូនសូមទៅមើលមុខនាងបន្តិចបានទេម៉ាក់មិនអីទេក្មួយវីរ៉ានាំកូនទៅចុះលោកបងមិនទៅទេឬបងទៅតាមក្រោយដែររៀបនឹងជៀនជើងដើរចេញទៅស្រាប់តែអ្នកយាមម្នាក់រត់ត្រហេបត្រហោមកសឹកប្រាប់អ្នកស្រីមានកាយខ្មៅបាទៀនប៉ូលីសពាត់ជើងជុំវិញអស់ទៅឲ្យលោកស្រីវីរ៉ាធ្វើមុខរញើរួចញាក់ភ្នែកដាក់ផាយារ៉ាត់គេទាំងពីរនាំគ្នាចុះទៅក្រោមយ៉ាងញាប់ជើងឯវិទ្យាមិនបានដឹងទេព្រោះគេចេញទៅក្រៅមុននេះបាត់ទៅហើយនៅក្នុងបន្ទប់ក្រោមដីផាយារ៉ាត់ធ្វើមុខមាំងដូចជាខ្លាត្រូវរបួសតាមផ្លូវខ្វាត់ខ្វែងដែលបង្កប់ទៅដោយកន្លឹះយន្តគ្រប់ប្រភេទរហូតមកដល់បន្ទប់មួយដែលយើងមិននឹកស្មានសោះថាគឺសារកាកែវតូចជើងនាងកំពុងតែជាប់ឃុំនៅទីនេះស្រស់ស្រីត្រូវគេដាក់ឆ្កាងនៅលើក្រេដែកមួយសន្ធឹងជើងដៃជាប់ខ្លួនប្រាណដិតដាមទៅដោយឈាមក្រហមច្រាលគូឲ្យអាណិតជាពន់ពេកសបែងទ្វារបើកឡើងនាងប្រឹងងើបបន្តិចតែងើបមិនរួចសោះវិទ្យាបោះសម្ដីមកលើនាងប្រាវយ៉ាងមិនទៅហើយស្រួលខ្លួនទេមីឡែនស្រីកែវតងវងនាងខំថ្មិញសម្លក់ទៅរកវិទ្យាស្ទើរតែស៊ីសាច់ទាំងរស់ផាយារ៉ាត់និយាយឡើងនាងឯងពូកែប្រើផ្នែកណាស់ថ្ងៃនេះយើងចង់ឲ្យនាងឯងសាកជាមួយក្មួយយើងម្ដងតែបានប្រមាណទឹកទៅអាចឈួតឈប់ព្រោះទៀតទៅយើងមិនចង់ស្ដាប់ពាក្យពីលរបស់ឯងទេ
បតុមរតនាងឯងនិយាយឲ្យបានពេលរវន្តិចទៅស្មានថាមានមនុស្សមកជួយនាងឯងបានឬវិទ្យាយើងនេះមិនចេះស្រឡាញ់ស្រីបានយូរឡើយមិត្តនឹងសត្រូវយើងបែងចែកដាច់ល្អណាស់ល្អណាស់វិទ្យាឯងនិយាយបានប្រោះណាស់ឯងពិតជាកូនប្រុសដែលស្នងត្រកូលល្ងីល្ងើលីលានេះមែនវិទ្យាប្រុងស្ទុះទៅតែភយរតចាប់ដៃជាប់កុំរហ័នពេកក្មួយប្រុសនេះរំពាត់ខ្សែតីប៉ុន្តែកុំឲ្យវាចំសាច់ពេកណាវិទ្យាញ៉ែចង្គង់តិចតិចតែគេរំភើបណាស់ទៅឬមួយឃ្លានេះបិទទុំរត់ភ័យស្ទើរលុះព្រលឹងអញកុំចូលមកណាអញសុកចិត្តស្លាប់ជាជាងឲ្យអញមកប៉ះពាល់សាច់របស់អញមិនបានជាដាច់ខាតវិទ្យាឯងមិនត្រូវខ្លាចពាក្យកំឡារបស់វាទេខ្លាចតល់ច្រោះហើយវាខំដំឡើងរិទ្ធហើយកូនតែខ្ញុំមិនធ្លាប់អរណាមកមើលខ្ញុំយ៉ាងនេះទេវាគ្មានអីដែលគួរអស្ចារ្យនោះទេអារឿងស្រីរបៀបនេះវាជាការធម្មតាទេក្មួយជឿអ៊ំចោះវិទ្យាបង្វិលខ្លួនដោយកង្ហាដែលគេមិននឹកស្មានថាក្បាច់នេះរាដោយភ្លេបន្ទោប្រងក្រវត្តម្ដាយនិងអ៊ំគេចេញទៅក្រៅតែខ្លាចជើងចាស់វារហ័សជាងអ្នកទៅទៀតមិនដូចជាអ្នកបានគិតឡើយទ្វាបន្ទោត្រូវបានបាត់ចិត្តមួយរំពេញអាកូនរមិលគុណអញធ្វើឲ្យអញអត់មិនបានទេទីបញ្ចប់ជីវិតឯងក៏ត្រូវតែបញ្ចប់នៅទីនេះដែរគួរឲ្យស្ដាយណាស់ដែលអញខំចិញ្ចឹមឯងរហូតមកដល់តែលទ្ធផលត្រូវសូន្យប៉ុន្តែអញរីករាយណាស់ដែលមួយជីវិតឯងនេះមិនស្គាល់ប្រវត្តិខ្លួនឯងសោះបន្តិចទៀតឯងប្រកាសជាបានសប្បាយជាមួយខ្លាហើយអញឲ្យឯងងាប់យ៉ាងវេទនាជាទីបំផុតជាមួយមីឡែតនេះវត្តជាសម្លឹងម្ដាយដែលឈោសាយតាមចម្រឹងបង្អួចមកគេតបទៅវិញដូចជាធម្មតាតែខ្ញុំនៅតែគ្រប់ម៉ាក់ជានិច្ចចប់សម្ដីវិទ្យាស្ទើរតែលោកព្រលឹងព្រោះខ្លាធំ4កំពុងតែដើរមករកគេវិទ្យាស្ទុះទៅស្រាយចំណងឲ្យនាងតូចទាំងនិយាយបើទុំរត់អភ័យទោសឲ្យបងផងបងមានសម្ដីមិនគប្បីទៅលើរូបអូនមុននេះគឺបងធ្វើដើម្បីឲ្យគេជឿទុកចិត្តទៅលើបងតែប៉ុណ្ណោះសូមអូនឆាប់ក្រោកឡើងប្រយ័ត្នតែស្រាយបានដៃស្រាប់តែខ្លាមួយហក់មកសង្គ្រោះពីលើភ្លាមនាងតូចសែនស្ងើបណាស់ស្រីខំស្រាយខ្លួនឯងតែនាងអត់បាយ3ថ្ងៃមកហើយតែនាងអាចប្រយុទ្ធជាមួយវាកើតដែរឬទេខ្លានេះវាចេះជាងមនុស្សទៅទៀតឃើញសភាពការកាន់តែដណ្ដើមស្រីក៏ស្ទុះទៅប្រយុទ្ធជាមួយវាដែរ2ទល់នឹង1ទប់ទល់នឹងខ្លាមិនទាន់ទាំងឃើញលទ្ធផលផងស្រាប់តែកំណាត់ព្រួញចេញមកតាមជញ្ជាំងមកដូចក្របភ្លៀងឡើងប្រសាទអ្នកទាំងពីរខំកិច្ចពីអាវុធនេះទាំងផ្នែកនៅកញ្ចឹងកបតុមរតអូនមិនអីទេសូមជប់ហៅខ្ញុំថាបតុមរតទៀតទៅខ្ញុំមានឈ្មោះពិតជាឈ្មោះដែលខ្ញុំស្រឡាញ់ពេញចិត្តគឺសារកាទេបតុមរតបានបាត់ទៅលើលោកនេះទៅហើយព្រោះវានៅតាមព្រលឹងរបស់អ្នកម៉ារបស់ខ្ញុំពេលនេះទោះបីជាខ្ញុំស្លាប់ទៅក៏ខ្ញុំសប្បាយចិត្តដែរសូមលោកប្រយ័ត្ននៅខាងមុខនោះមានរដាវមួយជ្រៅណាស់យើងប្រើល្បិចទៅសារកាយើងមិនត្រូវស្លាប់ទេអូនមានសំណាងជាងបងគឺបងជាមនុស្សអត់ត្រកូលពេលវេលានេះដូចជាអាណិតគេដែរគិតទៅវារានិងអភ័យរ័ត្នវាចិញ្ចឹមមនុស្សទុកប្រើបានល្អណាស់វិទ្យាខំប្រឹងប្រើក្បាច់ប្រយុទ្ធអស់ពីសមត្ថភាពព្រោះស្រីស្រស់ពេលនេះស្ថិតនៅក្នុងគ្រោះថ្នាក់ណាស់ខ្លាត្រូវរបួសនិងគ្រាប់កំភ្លើងរបស់វិទ្យាវារត់តែសាហាវលើដើមទៅទៀតទីបំផុតខ្លាទាំង4ក៏ត្រូវធ្លាក់ទៅក្នុងរណ្ដៅធំមួយដោយសារតែល្បិចរបស់មិត្តយើងសារិកាផ្អែកនឹងជញ្ជាំងដោយសារតែអស់កម្លាំងពេកទាំងល្វើយវិទ្យារយៈសាច់ពីពេញសពប្រានទាំងអស់គេបោះចំហៀនមករកស្រស់ស្រីសារិកាអូនមិនអីទេម៉ានវីងក់ក្បាលតិចយើងច្បាស់ជាស្លាប់នៅទីនេះមិនខានលោកមើលទៅអ្នកកំឡោះសែនភ្នះព្រោះមីននៅជាប់នឹងជញ្ជាំងចិត្តដល់មកផ្ទុះហើយយើគេហូរជោគថ្ងាស់ម្ដងនេះភ័យជាងប្រយុទ្ធជាមួយនឹងខ្លាទៅទៀតគេរត់ទៅក្បែររួចស្ទុះមករកស្រស់ស្រីយើងវិញស្រវាអោបនាងជាប់នឹងដើមទ្រូងគេសារកាអូនតែយើងពិតជាស្លាប់ជាមួយគ្នាឬបងពិតជាស្រឡាញ់អូនណាស់ពេលបញ្ចប់យើងបានស្លាប់ជាមួយគ្នាហើយនាងតូចធ្ងោតិចព្រោះឈឺមុខរបួសនាងហាក់ដូចជាភ័យស្លុតណាស់បើសងសឹករួចហើយនាងមិនស្ដាយជីវិតទេតែពេលនេះស្ត្រីកំពុងតែសើចចំអកឲ្យនាងតើនរណាទៅដែលអាចសងសឹកឲ្យនាងបានម្យ៉ាងទៀតនាងនឹកខ្នាញ់នឹងវិទ្យាដែលអោបនាងយ៉ាងស្អិតបែបនេះបើសិនជាអ្នកមិនឃើញវិញមិនដឹងជាគេឌីនាងយ៉ាងណាទេលោកកំសាកម្លេះបើគ្មានមធ្យោបាយនឹងដោះវាទេឬ
មានគឺពិតជាមានតែគឺជាការផ្សងព្រេងតែពេលនេះបងចង់បានចម្លើយពីអូនបញ្ជាក់ប្រាប់បងថាមុននឹងស្លាប់តើអូនវត្តជាអោនខ្សឹបក្បែរតិចស្រីថ្នមពោលជាប់អ្នកថាផ្សក់នាងបន្តិចឆ្លើយមកអូនឆ្លើយមកឬមួយអូនក៏នៅតែអាឡ័យនិមិត្តម៉ាណវីនាងបើកភ្នែកធំសម្លឹងមើលមកគេវត្តជាបន្តឈប់សពបងហើយឬនៅបងមិនអាក្រក់ដូចជាអូនស្មាននោះទេសារិកាលេខខ្ញុំសិនទៅខ្ញុំមិនចេះឆ្លើយទេសារិកានរៈលើក3នាងតម្រង់ទៅកន្លែងមានស្រីភ័យណាស់ពេលដឹងថាបន្តិចទៀតនេះនាងលាលោកនេះទៅហើយស្រស់ស្រីសវ៉ាអោបចង្កេះគេជាប់ថ្មិចភ្នែកយំងក់មួយរំពេចខ្ញុំមិនតន់ចង់ស្លាប់ទេអ្នកម៉ាក់លោកប៉ាអើយមកជួយកូនផងវត្តជាអាណិតស្រីខ្លោចចិត្តគេដាក់ឲ្យនាងឈរតែស្រីនៅតែអោបគេជាប់នរៈរុញដង្កៀបទៅជ្រុលនឹងខ្សែទាំងពីរចុះឡើងខ្សែមួយខ្មៅខ្សែមួយខ្សោតែត្រូវកាត់អាណាទៅណោះសារិកាអូនតើអូននៅតែគ្មានចម្លើយសម្រាប់បងមែនទេកុំស៊ូនាំចាំយើងទៅជួបគ្នានៅស្រុកខ្មោចទៅឲ្យបងសុំមើលមុខអូនជាចុងក្រោយផងនរៈចាប់ក្បាលនាងថ្នមនាងបិទភ្នែកចិត្តតែទឹកភ្នែកស្រីហូរកាត់ថ្ពាល់គេយកច្រមុះទៅត្រដោះស្រាលពេលនោះនាងមិនសូវជាកាយដោយពេលមុនទេដៃម្ខាងអោបស្រីដៃម្ខាងទៀតលោកទៅកាត់ខ្សែពណ៌សភ្នែកលួចបិទចិត្តរងចាំមើលលទ្ធផលដែរមួយដង្ហើមធំទៅគេបើកភ្នែកឡើងដោយផ្ទៃមុខគេប្រែពណ៌ក្រហមព្រឹងសារិកាអូននរៈពោលស្រាលដោយរំភើបហាអូនកើតអីនឹងសារិកាពេលដែលទទួលភាពរីករាយបែរទៅជាស្លន់ស្លោព្រោះស្រស់ស្រីសារិកាយើងនាងសន្លប់បាត់ទៅហើយគេលើកស្រីប្តីថ្នមសារិកាអូនរបួសអូនសោះសាច់អស់ទៅហើយឈាមហូរច្រើនណាស់ឡើងខ្សោះអស់ពីខ្លួនទៅហើយតើអូនឈឺចាប់យ៉ាងណាទៅវត្តជាកំទេចអាវុធសម្ងាត់នៅក្នុងបន្ទប់រួចហើយគេលើក3នាងតូចចេញពីទីនេះយ៉ាងលឿនសំឡេងបាញ់គ្នាលាន់ដូចព្យុះនាងតូចធ្ងោររើទ្រាំបន្តិចទៅអូនទ្រាំទៅសម្ដេចរបស់ខ្លាញីវីរាបានមកលើឡើងនៅចិត្តបង្កាយវាលើកំភ្លើងតម្រង់អ្នកទាំងពីរអ្នកម៉ាស់អាចគួតអញមិនមែនជាម៉ាក់របស់ឯងទេថ្ងៃនេះឯងត្រូវតែងាប់ភាវនាធរឲ្យហើយទៅចាំចិត្តងាប់ចាំអញប្រាប់ពីប្រវត្តិរបស់ឯងឲ្យបានដឹងឈឹបអ្នកម៉ាស់វីរាប្រកាច់ដួលបាសជើងមើលរំពេញវត្តជាស្ទុះទៅត្រកងម្ដាយចិត្តយ៉ាចំណែកសារិកានាងអង្គុយផ្អែកខ្នងទៅលើគល់ឈើសើយ៉ាងសប្បាយស្លាប់ទៅចុះមីរីឆានមីកញ្ចាស់ឯងនេះព្យាបាទគ្រូសាអញណាស់ឥឡូវឈាមស្រែកស្បែកឆៅហើយអ្នកម៉ាស់កូននៅតែគ្រប់អ្នកម៉ាក់ចេនិចម៉ាវត្តជាឯងឯងសារិកាហេតុអីក៏អូនធ្វើយ៉ាងនេះទៅវិញអូនមិនយល់ដល់បងសោះអ្នកស្រីយកដៃខ្ទប់មាត់កូនប្រុសរួចចង្អុលនាងទូចឯងគឺអ្នកម៉ាស់អ្នកស្រីវីរាដៃខ្យល់ទាំងបើកភ្នែកក្រឡោតពិតមែនតែគេដឹងថាអ្នកស្រីមិនមែនជាម្ដាយរបស់គេបង្កើតក៏ដោយក៏វិជានៅតែគោរពគាត់ជានិច្ចព្រោះអ្នកគិតថាគាត់ខំចិញ្ចឹមបីបាច់រូបអ្នកតាំងពីតូចរហូតមកដល់ប៉ុណ្ណេះទោះជាយ៉ាងណាក៏គាត់ជាម្ដាយដ៏ល្អរបស់អ្នកដែរគួរឲ្យស្ដាយណាស់អ្នកស្រីស្លាប់ទៅហើយដោយគាត់យកទាំងប្រវត្តិរបស់អ្នកទៅជាមួយផងតើឲ្យអ្នកទៅរកស៊ូនៅណាទៅដែលអាចដឹងពីជីវប្រវត្តិរបស់អ្នកនោះប្រយ័ត្នសំឡេងរបស់សារិកាស្រែកឡើងផ្លាត់សំឡេងអ្នកក៏រហ័សណាស់ដែរក្រាបភ្លេតផាំងវិទ្យាកូនហាលោកប៉ាតាមពិតកូនមិនបានដឹងថាលោកប៉ាទេលោកប៉ាកូននឹងយកលោកប៉ាទៅមន្ទីរពេទ្យវិទ្យាស្ទុះចេញពីវីរាទៅកងលោកសូឡាវិញម្ដងពេលនេះទុកទ្រូតលើទុកហើយចំណែកអស្រស់ស្រីសារិកាយើងវិញនាងភ័យឡើងសន្លប់ទៅហើយម្ដងនេះវិទ្យាត្រកងលោកសូឡាចប់លោកប៉ាកូននឹកស្មានមិនដល់ទេលោកប៉ាកូនយកលោកប៉ាទៅមន្ទីរពេទ្យសិនកុំអីកូនប៉ាស្លាប់ទៅក៏ល្អដែរអភ័យទោសឲ្យប៉ាផងណាកូនសម្លាញ់ប៉ាគ្មានបំណងនឹងសម្លាប់កូនទេតែនេះជាបញ្ជារបស់អាភ័យរ៉ាត់បើកូនចង់ដឹងពីប្រវត្តិរបស់កូនឯងត្រូវតែទៅជួបជាមួយនឹងអភ័យរ៉ាត់ប៉ាលីហើយលោកប៉ាភ័យរ៉ាត់
anh đang sầm lập anh lục bà phải tội ai côn phong đã cầm lọt lực bày xa ra cả tớp tại bàn 4-5 chấm hiến sắp ta bali trôi một bọt cho nên mình stu trôi tới tiếng này nơi cần chẳng có Sally ở niềng bảo chứ anh không biết Việt Nam đừng mọc bà sai cho bọn niềng tí vật chỉ xâm lặng tới nên mình tiếng nực on chặt chặt khăn cây cọp tê mà nó vì dự tới áo à tới cả vinh nên mất bánh chi ở kỳ chạm đẹp cầm lòng vật chỉ phim chạm vi phim thế lệ tả tớp ta nâng bọc đó điên miên ca bảo rõm chụp buồn bật điện này ta cọp chuyện nâng vật chỉ đai bê cho mùi khinh niu cây có sải lặng dạng kháng công châu na đùng chay bây giờ slap từng ọt khinh lưu tếปูเปลี่ยนtừng ọt bên ca phía bao chơi kháng đó là lời khuôn vật chỉ miễn cọp bài bên khuôn cây bầm bờ cài dạng ra ha tôi ọp sải đùng chayได้กำปงแต่โชว์เพลิงจอบรู้ตีเนียงโจแต่ขนมบ้านใบไงบานกันลองพอเตอได้ปลีความโรกโรกเลตาวัชีหนึ่งพยารันมันเคยตัวแต่ซอมายังเตี้ยกันเลยโยนแต่ขนมเตี้ยแตงมูลตระบ้านกำติดเมียนซอบันติดลายตาปูเวียกิคลุนแต่ตามเพลิงนะแมนปัจจุบันเพลิงกรมไดแมน